តែបងប្អូនទាំងអស់គ្នាតោះអញ្ចឹងថ្ងៃហ្នឹង admin ចង់មកប្រាប់បងប្អូនពីវិធីនៅក្នុងការថតរូបហើយមានជាប់ជាមួយនឹងថ្ងៃខែក៏ដូចជាម៉ោងនៅលើទូរស័ព្ទរបស់បងប្អូនបែបនេះអញ្ចឹងណាឃើញបងប្អូនទាំងអស់គ្នាហ្នឹងហើយនិយាយទៅគឺជាប់ជាមួយនឹង time stamp ដែរនៅលើហ្នឹងយើងអាចដាក់បានជាមួយនឹង model ទូរស័ព្ទថ្ងៃខែហើយជាមួយនឹងម៉ោងពេលដែលយើងថតអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ពេលខ្លះថតរូបថតអីឲ្យបងប្អូនចង់ជាប់ជាមួយនឹងថ្ងៃខែចង់ជាប់ជាមួយនឹងម៉ោងអីនៅលើរូបថតរបស់បងប្អូនអញ្ចឹងណាបងប្អូនអាចធ្វើការ set up បាននៅក្នុងទូរស័ព្ទដៃរបស់យើងហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ដឹងពីវិធីនៅក្នុងការដាក់ថ្ងៃក៏ដូចជា time stamp នៅលើរូបថតមកមើលវីដេអូរបស់ admin នឹងប្រាប់ពីវិធីនៅក្នុងការធ្វើតាអញ្ចឹងសម្រាប់បងប្អូនខ្លះដែលពេលខ្លះថតរូបជាពិសេសសម្រាប់បងដែលគាត់ធ្វើការងារត្រូវការថតរូបធ្វើជា report ជាអីអញ្ចឹងណាគាត់ចង់ជាប់ជាមួយនឹង time stamp នៅលើរូបថតបែបនេះអញ្ចឹងណាបងប្អូនអត់មានអីបបាអីបងប្អូនដំបូងចូលទៅកាន់កាមេរ៉ាទូរស័ព្ទរបស់បងប្អូនសិនទៅអូខេបន្ទាប់ពីធ្វើការចូលទៅកាមេរ៉ាហើយចូលកន្លែង setting នេះបងប្អូនចុចកន្លែង setting ហ្នឹងហើយបងប្អូនទៅរកជាមួយនឹងពាក្យថា watermark នេះចុចចូលកន្លែងហ្នឹងមកនេះអញ្ចឹងកន្លែងនេះគឺគេឲ្យយើងដាក់ឲ្យបងប្អូនទាំងអស់គ្នាធ្វើការចុចបើកកន្លែងនេះទៅ date និង time នេះអានេះសម្រាប់ model ទូរស័ព្ទទេចង់ដាក់ក៏បានអត់ក៏បានដែរហើយនេះគឺជា date ថ្ងៃខែគេឲ្យជា style បែបនេះទៀតណាយើងអាចចូលរើសជំរើសនៅក្នុងហ្នឹងបានហើយ time ក៏គេមានជាការឲ្យរើសបែបនេះចេះដែរបងប្អូនហ្នឹងហើយអញ្ចឹងគ្រាន់តែធ្វើការចុច tick បើកវាទៅតែប៉ុណ្្នឹងឯងពេលដែលបងប្អូនបើកតែប៉ុណ្្នឹងហើយពេលបងប្អូនធ្វើការថតរូបគឺវាជាប់ time stamp ដូចខ្ញុំបង្ហាញមិញនៅលើទូរស័ព្ទបងប្អូនហ្នឹងអញ្ចឹងតែប៉ុណ្្នឹងទេបងប្អូន complete ធ្វើអរគុណបាយបាយ